មូលហេតុអ្វីបានជាមនុស្សស្រីឆាប់មានជំងឺក្បាលជង្គង់ពិបាកដើរនៅវ័យត្រឹមតែ50ឆ្នាំបាទមនុស្សស្រីមានបញ្ហាក្បាលជង្គង់ហ្នឹងជាទូទៅបងប្អូនដូចខ្ញុំជំរាបនៅក្នុងវីដេអូមុនជូនបងប្អូនហើយបាទគាត់ចាប់ផ្ដើមពិបាកដើរដោយស្មើជើងបើសិនជាយើងមើលទៅគឺច្រើនជាងបរោះហើយនឹងមុនបរោះទៅទៀតហើយជាពិសេសបងប្អូនស្ត្រីដែលមានអាយុចាប់ពី50ឆ្នាំទៅ60ឆ្នាំតិចតួចអីចឹងជាដើមបងប្អូនសំណួរសួរថាតើមូលហេតុអ្វីនៅក្នុងវីដេអូនេះខ្ញុំបាទវិជ្ជបណ្ឌិតឌីជាហ៊ុយនឹងសូមជម្រាបជូនបងប្អូនអំពីមូលហេតុចំនួន5ប្រភេទដែលជួបញឹកញាប់បំផុតប្រកបណាស់មានមូលហេតុផ្សេងទៀតប៉ុន្តែខ្ញុំលើកតែ5ដើម្បីកុំឲ្យវីដេអូវែងពេកអញ្ចឹងមុននឹងបងប្អូនបន្តស្ដាប់ជាមួយនឹងខ្ញុំបាទកុំភ្លេចចុច Subscribe YouTube Channel Dr. Lee Hui Follow Facebook Page Follow TikTok Dr. Lee Hui ម្នាក់មួយផងដែរបាទបងប្អូនយើងឃើញថាចំណុចទាំង5ហ្នឹងវាមានដូចតទៅចំណុចទី1គឺតកតងជាមួយនឹងការប្រែប្រួលអរម៉ូនស្ត្រីនៅពេលណាដែលគាត់ចូលវ័យ50ឆ្នាំ40ឆ្នាំជាងបងប្អូនគឺគាត់ចាប់ផ្ដើមអស់រដូវពេលដែលអស់រដូវមានន័យថាម៉េចមានន័យថាស្ត្រីនោះគឺអស់អរម៉ូនហើយมันមានការផលិតអរម៉ូនទៀតទេដែលជាអរម៉ូន progesterone ជាអរម៉ូន estrogen បាទហើយនៅពេលណាដែលអរម៉ូននឹងมันមានទៀតទេអញ្ចឹងក្រោមស្បែករបស់បងប្អូនស្ត្រីឬក៏នៅក្បាលជង្គង់នៅសន្លាក់របស់បងប្អូនស្ត្រីគឺមានសារជាតិមួយគឺ collagen ដែលនេះជាពាក្យបារាំង collagen គេអាន collagen ហើយជាពាក្យបារាំងអាន collagen អីចឹងជាដើមបាទអញ្ចឹងបងប្អូនអានមួយណាស្រេចចិត្តទៅប៉ុន្តែបើតាមខេមរៈយន្តកម្មកន្លងមកគេឲ្យអានតាមពាក្យបារាំងពាក្យឡាតាំងគឺ collagen បាទតែដោយសារយើងសប្តាហ៍ថ្ងៃនេះយើងនិយមអង់គ្លេសគេអាន collagen ក៏អានទៅអញ្ចឹងពេលដែលគាត់អស់អរម៉ូនអរម៉ូនភេទរបស់ស្ត្រីហ្នឹងក៏ចាប់ផ្ដើម collagen ហ្នឹងមានការថមថយអញ្ចឹងវាធ្វើឲ្យសុខភាពសន្លាក់ហ្នឹងក៏មានបញ្ហាទី1ទៀតចំណុចមួយទៀតគឺសុខភាពឆ្អឹងខ្ចីរបស់គាត់ដែលភាសាបារាំងគេហៅថា cartilage ក៏វាមានការផុយស្រួយក៏វាមានការសឹករិចរិលតាមធម្មតាបើសិនជាគាត់នៅក្មេងគឺពេលដែលសឹករិចរិលទៅគឺហូម៉ូននឹងឯងបានធ្វើឲ្យឆ្អឹងខ្ចីនឹងវាអាចដុះដាលឡើងវិញវាអាចជួសជុលឡើងវិញអាចប្រើប្រាស់បានប៉ុន្តែនៅពេលណាដែលចាស់គឺសឹករិចរិលហើយគឺសឹករិចរិលហើយមិនវិលមកវិញទេដោយសារมันមានប្រព័ន្ធអរម៉ូនដែលធ្វើឲ្យមានបញ្ហាទៅនឹងហើយបើកបងកញ្ចក់បងប្អូនតិចដែលថាបងប្អូនដែលធ្វើ fasting ហ្នឹងកណាធ្វើហើយគាត់ទទួលទានមិនធំទៅបាទវានាំឲ្យមានវិបត្តិអរម៉ូនវានាំឲ្យមានការប្រែប្រួលអរម៉ូនគឺអានឹងវាមានទស្សនវិជ្ជាប្រហាក់ប្រហែលជាមួយនឹងបងប្អូនស្ត្រីដែលអស់រដូវដូចគ្នានោះហើយគឺជាបញ្ហាដែលធ្វើឲ្យសន្លាក់ក្បាលជង្គង់របស់គាត់ក៏ប្រឈមទៅតាមនឹងដែរអញ្ចឹងបងប្អូនខំធ្វើ fasting ទៅបន្តិចទៀតទៅខូចក្បាលជង្គង់ដូចគ្នាបងប្អូនណានេះជាចំណុចដែលទី1ដែលវាបង្កឲ្យបងប្អូនដែលស្ត្រីមានបញ្ហាគឺឆាប់ខូចក្បាលជង្គង់នឹងដោយសារបញ្ហាការប្រែប្រួលអរម៉ូននេះផ្ទាល់តែម្ដងទី2គឺការចុះខ្សោយនៃសាច់ដុំបងប្អូនស្ត្រីនៅពេលចូលវ័យ40ឆ្នាំបាទពេលនោះឯងសាច់ដុំនៅជើងរបស់គាត់សាច់ដុំនៅផ្លូវរបស់គាត់សាច់ដុំនៅកំពូលជើងក៏មានការថមថយបាទហើយសាច់ដុំកំពះគូរបស់គាត់ក៏មានការរួមស្វិតថមថយដែរត្រូវជំនួសឡើងដោយខ្លាញ់ទាំងអស់អញ្ចឹងជើងរបស់គាត់ធំកំពះគូរបស់គាត់ធំគឺបងប្អូនមិនមែនជាសាច់ដុំទេគឺជាខ្លាញ់បាទខ្លាញ់នឹងវាមិនមានប្រយោជន៍ក្នុងការជួយទៅលើសន្លាក់នឹងទេផ្ទុយទៅវិញវាជាទម្ងន់មួយដែលសង្កត់ទៅលើសន្លាក់ទៅវិញរីឯសាច់ដុំទេដែលមានតួនាទីធ្វើម៉េចការពារសន្លាក់នឹងឯងឲ្យមាំការពារជើងនឹងឯងឲ្យមាំអញ្ចឹងពេលនឹងឯងពេលណាដែលសាច់ដុំនៅវាខ្សោយអញ្ចឹងវានាំឲ្យសន្លាក់ក្បាលជង្គង់របស់គាត់លែងមានភាពរឹងមាំហើយអញ្ចឹងហើយត្រូវឲ្យគាត់មានការការពារអញ្ចឹងបញ្ហាសន្លាក់ក្បាលជង្គង់ធំថយនឹងឯងសាច់ដុំធំថយនឹងឯងវាកើតឡើងដំណើរគ្នាបាទវាកើតឡើងដំណើរគ្នាវាធ្វើឲ្យគាត់មានបញ្ហាចំណុចទី3គឺតកតងជាមួយនឹងការរីកធំនៃអាងត្រគាកស្ត្រីពេលដែលគាត់សម្រាលកូនពេលដែលគាត់កាន់តែចាស់អាងត្រគាករបស់គាត់កាន់តែរីកធំបាទកាលមុនអាងត្រគាករបស់គាត់ប៉ុណ្ណេះទេបងប្អូនស្រាប់តែឥឡូវនេះរីកប៉ុណ្ណេះអញ្ចឹងការរីកធំនៃអាងត្រគាកហ្នឹងវានាំឲ្យក្បាលជង្គង់របស់គាត់វាប្រែប្រួលពីរួមតូចរហូតមករីកធំដូចគ្នាការប្រែប្រួលបែបនេះឯងបងប្អូនវានាំឲ្យវាមានសម្ពាធវានាំឲ្យភាពរលូននៃការដើររបស់គាត់
ในการធ្វើចលនាក្បាលជង្គង់របស់គាត់ក៏វាមានការប្រែប្រួលទៅតាមនោះតតែម្ដងជាពិសេសពេលនឹងឯងជង្គង់របស់គាត់ហិតតែឃ្លាតឆ្ងាយពីគ្នាអញ្ចឹងការដែលឃ្លាតឆ្ងាយពីគ្នានឹងវានាំឲ្យក្បាលជង្គង់នឹងរឹតតែទទួលបន្ទុកក្នុងការទ្រទម្ងន់នឹងមានជាបញ្ហាចំណុចមួយទៀតបងប្អូនកាលណាគាត់មានការរីកទៅអាងតគេបែបនេះផ្ទាល់តែម្ដងវាធ្វើឲ្យក្បាលជង្គង់របស់គាត់ក៏មាន stress ដែរយើងមាន stress ប៉ុន្តែពេលហ្នឹងក្បាលជង្គង់ចាប់ផ្ដើមមាន stress ដូចគ្នាសន្លាក់ក្បាលជង្គង់ហ្នឹងចាប់ផ្ដើមមាន stress នេះដែរជាពិសេសនៅក្នុងក្បាលជង្គង់ហ្នឹងផ្ទាល់តែម្ដងអញ្ចឹងការប្រែប្រួលការភាពតានតឹងនៃក្បាលជង្គង់ហ្នឹងផ្ទាល់តែម្ដងក៏វាបង្កជាបញ្ហាធ្វើឲ្យក្បាលជង្គង់ហ្នឹងទទួលរងនៅការធ្វើទុកបុកម្នេញដែលធ្វើឲ្យបងប្អូនមានការឈឺចាប់មានការពិបាកក្នុងការដើរអីចឹងជាដើមបាទមូលហេតុទី4បងប្អូនគឺស្ត្រីធ្វើកិច្ចការងារផ្ទះច្រើនណាស់ច្រើនឆ្នាំស្ត្រីបងប្អូននៅក្នុងសង្គមខ្មែរយើងឲ្យថាឈ្មោះថាស្ត្រីជាមេផ្ទះកាលណាគាត់មេផ្ទះមានន័យថាគាត់ធ្វើការងារផ្ទះគាត់ទទួលបន្ទុកកិច្ចការងារផ្ទះទាំងអស់អញ្ចឹងស្ត្រីពេលដែលធ្វើការងារផ្ទះវាខុសពីអ្នកធ្វើការងារនៅការិយាល័យគឺគាត់អោនងើបអង្គុយងើបបាទឡើងចុះចដើមិនឈប់បាទឈរធ្វើម្ហូបបាទកុំណាស្ត្រីអង្គុយធ្វើម្ហូបពិបាកដោយសារគាត់ត្រូវឈរបាទអញ្ចឹងពេលនោះឯងធ្វើឲ្យមានសម្ពាធទៅលើក្បាលជង្គង់របស់បងប្អូនស្ត្រីនោះតតែម្ដងហើយបើស្ត្រីនោះឯងមិនហាត់ប្រាណទៅទៀតស្ត្រីនោះឯងមិនដែល straight ពេលងើបឡើងមិនដែលយកចិត្តទុកដាក់លើក្បាលជង្គង់ហ្នឹងពេលនឹងឯងគឺបញ្ហារឹតតែធំដុំមែនទែនបាទនេះជាបន្ទុកមួយដែលកើតមានទៅលើបងប្អូនស្ត្រីដោយសារបុរសយើងឃើញថាគាត់ធ្វើកិច្ចការងារផ្សេងប៉ុន្តែការអោនងើបធ្វើកិច្ចការងារផ្ទះមិនដូចស្ត្រីទេគឺជាភារកិច្ចគឺជាការងាររបស់ស្ត្រីច្រើនជាងបុរសបាទចំណុចទី5បងប្អូនតកតងជាមួយនឹងកង្វះជាតិកាល់ស្យូមហើយនិងកង្វះពពួកវីតាមីន D បាទពពួកវីតាមីន D ឬក៏អង់គ្លេសហៅថា vitamin D បាទពេលនឹងឯងនេះឯងស្ត្រីគាត់ច្រើនអត់ខ្វល់ទេស្ត្រីដែលមានតម្រង់ដូចជាខ្យល់កពេលខ្លះត្រជាក់ចុងដៃចុងជើងបាទទាំងអស់ហ្នឹងគឺសិតតែជាអាការៈដែលគាត់អាចខ្វះជាតិកាល់ស្យូមខ្វះជាតិវីតាមីនហ្នឹងហើយបងប្អូនបាទអញ្ចឹងពេលដែលគាត់ខ្វះល្មមស្ត្រីស៊ូណាស់គាត់អត់សូវខ្វល់ទេគឺគាត់រវល់តែការងារផ្ទះគាត់រវល់តែមើលកូនគាត់រវល់បំរើប្តីគាត់រវល់បំរើឪពុកម្ដាយបកើតឬក៏ឪពុកម្ដាយក្មេកអីចឹងជាដើមពេលខ្លះបងប្អូនស្ត្រីគិតភ្លេចគិតពីសុខភាពបាទបើនិយាយពីយើងនិយាយពីភាពធៀបវិញថាគោនឹងគឺថាជួស្រែតើអស់ហ្មងបាទអញ្ចឹងបងប្អូនស្ត្រីខ្លះក៏លោកធ្វើការងារលោកអត់ខ្វល់ពីសុខភាពទេលោកគិតគូរអ្នកដតីច្រើនជាងខ្លួនឯងអីចឹងជាដើមការដែលបដែតបដោយបែបនឹងច្រើនឆ្នាំគឺប្រកាសជាមានបញ្ហាហើយជារួមបញ្ហាក្បាលជង្គង់បងប្អូនបញ្ហាទាំងអស់ហ្នឹងវាមិនមែនកើតឡើងភ្លាមទេដរាបណាគាត់បដែតបដោយយូរបាទអញ្ចឹងវីដេអូនេះសូមស្រេះប៉ុណ្្នឹងសិនហើយបើបងប្អូនពេញចិត្តវីដេអូនេះកុំភ្លេចចុច like ចុច share ចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់ហើយជាពិសេសបងប្អូនបរិសុទ្ធដែលមើលវីដេអូនេះកុំភ្លេចចែករំលែកទៅកាន់ប្រពន្ធរបស់ខ្លួនដែលអាយុ30ជាងក៏ដោយ40ជាងក៏ដោយដើម្បីថែទាំសុខភាពក៏ដូចជាពុកម្ដាយលោកតាលោកយាយដែលលោកចង់ថែទាំសុខភាពក្បាលជង្គង់នឹងដូចគ្នាបាទហើយបើបងប្អូនពេញចិត្តវីដេអូនេះពេញចិត្តការងារអប់រំសុខភាពរបស់ខ្ញុំបាទហើយខ្ញុំនឹងបោះពុម្ពសៀវភៅបងប្អូនអាចឧបត្ថម្ភតាមលេខគណនីធនាគារនៅក្នុងវីដេអូនេះបន្តតែម្ដងបាទសូមឆ្លេះវីដេអូនឹងប៉ុណ្្នឹងសិនបងប្អូនសូមជម្រាបលាបាទ